Sheba Pandatana, B2B Cambodia, Nikachi Pachabana P of Tipsa, Samrap Tangatim of Paimui, Kamesa, Chanam P. Pont Mapipram. Satupsa Mulabat Cambodia, Bankan Lang, Mujada Pram Pantu, Reson Church Mapipram by Pieroid, the Bunda Pram by Church has a Pramon. ទំុំជិញដោសរបាកានឡើងផងដែរដែលមានភាគហ៊ុន 75945 បានផ្លាស់ប្ដូរដៃក្នុងតម្លៃសរុប $342.9 លានរៀលឬជាង $85400 អាមេរិក នៅលើផ្សារគោលភាគហ៊ុនចំនួន 5 បានកើនឡើងនិង 3 បានធ្លាក់ចុះ អ្នកនាំមុខទីផ្សារនៅថ្ងៃនេះគឺ Pastech Cambodia កើនឡើង 2.33% ឬ 60 រៀលទៅ 2,630 រៀលក្នុងមួយហ៊ុន នេះគឺបន្តដោយកំពង់ផែស្វយ័តក្រុងភ្នំពេញកើនឡើង 0.71% ឬ 100 រៀលទៅ 14,100 រៀលក្នុងមួយហ៊ុន ភាគហ៊ុនផ្សេងទៀតដែលបានកើនឡើងផងដែររួមមានរដ្ឋកទឹកស្វយ័តក្រុងភ្នំពេញ ធនាគារ Excelida និង KM GSM នៅខាងផ្នែកធ្លាក់ចុះវិញ Mainly Good Education គឺជាអ្នកចាញ់ច្រើនបំផុតដែលបានធ្លាក់ចុះ 0.47% ឬ 10 រៀលទៅ 2,110 រៀលក្នុងមួយហ៊ុន នេះគឺបន្តដោយ Grantwin International ថយចុះ 0.31% ឬ 20 រៀលទៅ 6,480 រៀលក្នុងមួយហ៊ុន កំពង់ផែស្វយ័តក្រុងបរសៃនោះក៏បានថយចុះ 20 រៀលទៅ 11,860 រៀលក្នុងមួយហ៊ុនផងដែរ ចំណែកតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញវិញនៅថ្ងៃនេះគឺនៅរក្សាតម្លៃដដែល នៅលើផ្សារកំណើនវិញភាគហ៊ុនទាំងពីរបានកើនឡើងជាឥស្លានកើន 3.19% ឬ 100 រៀលទៅ 3,230 រៀលក្នុងមួយហ៊ុន DBD Engineering កើនឡើង 0.48% ឬ 10 រៀលទៅ 2,100 រៀលក្នុងមួយហ៊ុន Grantwin International បង្កត់ត្រានៅទំហំជួញដូរខ្ពស់បំផុតប្រចាំថ្ងៃដែលមានភាគហ៊ុន 26,138 បានផ្លាស់ប្ដូរដៃក្នុងតម្លៃសរុប $167.2 លានរៀលឬជាង $41,600 អាមេរិកដែលត្រូវនឹងប្រមាណ 34% នៃទំហំជួញដូរសរុបនៅថ្ងៃច័ន្ទ កំពង់ផែស្វយ័តក្រុងភ្នំពេញបានកត់ត្រានៅទំហំជួញដូរខ្ពស់បំផុតទី 2 ដែលមានភាគហ៊ុនប្រមាណ 19,339 បានផ្លាស់ប្ដូរដៃក្នុងតម្លៃសរុប 40.6 លានរៀលឬជាង $10,000 អាមេរិក នេះគឺប្រមាណ 25% នៃទំហំជួញដូរសរុបនៅថ្ងៃទី 21 ខែមេសា នៅក្នុងព័ត៌មានទីផ្សារផ្សេងទៀតកំពុងផែទេសចរអន្តរជាតិកម្ពុជាដែលជាគម្រោងវិនិយោគភាពជាដៃគូសាធារណៈនៃឯកជនត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី 21 ខែមេសានេះដោយលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតគឺបន្ទាប់ពីប្រតិបត្តិការសាកល្បងប្រមាណរយៈពេល 3 ខែ កំពុងផែថ្មីនេះនឹងតបភ្ជាប់ភ្ញៀវទេសចរទៅកាន់កោះសំខាន់ៗរបស់កម្ពុជាព្រមទាំងប្រទេសវៀតណាមនិងប្រទេសថៃផងដែរ កំពង់ផែទំហំ 4 ហិកតាស្ថិតនៅក្នុងស្រុកទឹកឈូមានចម្ងាយប្រមាណ 5 គីឡូម៉ែត្រពីក្រុងកំពតហើយត្រូវបានសាងសង់ឡើងជាមួយនឹងប្រាក់កម្ចីចំនួន $10 លានពីធនាគារអភិវឌ្ឍន៍អាស៊ីដែលជាផ្នែកមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរមហាអនុតំបន់មេគង្គរបស់ខ្លួនសម្រាប់គម្រោងកំណើនប្រកបដោយបរិយាបន្នរួមជាមួយនឹងថវិកាបន្ថែមពីរដ្ឋាភិបាលកម្ពុជា គូជម្រាបថាកំពង់ផែទេសចរអន្តរជាតិកំពតបានចាប់ផ្ដើមសាងសង់នៅឆ្នាំ 2018 ហើយត្រូវបានបញ្ចប់ទាំងស្រុងនៅខែមិថុនាឆ្នាំ 2022 បន្តទៅអត្រាប្តូរប្រាក់វិញប្រាក់រៀលរឹងមាំដែលជួញដូរនៅ 4,003 រៀលក្នុង$1 ខណៈសន្ទុះប្រាក់ដុល្លារអាមេរិកមានការបន្តធ្លាក់ចុះដល់ 97.98 តម្លៃប្រេងបានថយចុះប្រមាណ 1.5% នៅថ្ងៃច័ន្ទគឺជុំវិញសញ្ញាណនៃការចរចាវិជ្ជមានរវាងអាមេរិកនិងអ៊ីរ៉ង់ខណៈដែលនៃវិនិយោគិននៅតែបន្តមានកង្វល់ជុំវិញបញ្ហាសេដ្ឋកិច្ចក្រោយការដាក់ចេញនៃរនាំងពន្ធគយដែលអាចនឹងធ្វើឲ្យតម្រូវការប្រេងមានការថយចុះ កិច្ចសន្យាអនាគតប្រេងឆៅប្រាន់បានធ្លាក់ចុះ $1.15 ឬ 1.7% មកត្រឹម $66.81 ក្នុងមួយបារ៉ែល នេះគឺបន្ទាប់ពីបិទផ្សារដែលកើនឡើង 3.2% កាលពីថ្ងៃប្រហោះសប្តាហ៍មុន កិច្ចសន្យាប្រេងឆៅអាមេរិក West Texas Intermediate បានជួញដូរនៅតម្លៃ $63.58 ក្នុងមួយបារ៉ែល នេះគឺបានធ្លាក់ចុះ $1.10 ឬ 1.7% គឺបន្ទាប់ពីបានឡើងថ្លៃ 3.54% នៅក្នុងវគ្គជួញដូរមុន ថ្ងៃប្រហោះសប្តាហ៍មុនគឺជាថ្ងៃជួញដូរចុងក្រោយគឺមុនថ្ងៃបុណ្យ Good Friday នៅសហរដ្ឋអាមេរិក មកមើលតម្លៃមាសវិញគឺបានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅថ្ងៃច័ន្ទនេះគឺជំរុញឲ្យក្តីបារម្ភជុំវិញកំណើនសេដ្ឋកិច្ចពិភពលោកដោយសារតែសង្គ្រាមពាណិជ្ជកម្មចិននិងសហរដ្ឋអាមេរិកដែលកំពុងតែកើនឡើងជាមួយនឹងប្រាក់ដុល្លារកំពុងតែធ្លាក់ចុះដែលបានជំរុញតម្លៃមាសបន្ថែមទៀត ទ
Spot Gold បានឡើងថ្លៃ 1.7% ជួយដូរដល់ $3,383.87 ក្នុងមួយអោនគឺបន្ទាប់ពីបានឡើងដល់កម្រិតខ្ពស់បំផុតគឺ $3,384 នៅមុនវគ្គជួញដូរកិច្ចសន្យាអនាគតមាសអាមេរិកវិញបង្កើនឡើង 2% ដល់ $3,396.10 ក្នុងមួយអោនគឺជំរាបថាសន្ទុះប្រាក់ដុល្លារបានថយចុះនៅក្នុងកម្រិតទីបំផុតក្នុងរយៈពេល3ឆ្នាំនេះគឺជាមូលហេតុដែលធ្វើឲ្យមាសកាន់តែមានភាពទាក់ទាញសម្រាប់អ្នកកាន់រូបិយប័ណ្ណផ្សេងទៀតកិច្ចសន្យាអនាគតភាគហ៊ុនអាមេរិកបានធ្លាក់ចុះនៅព្រឹកថ្ងៃច័ន្ទគឺបន្ទាប់ពីសប្តាហ៍ជួញដូរអវិជ្ជមានមួយផ្សេងទៀតសម្រាប់សង្កាត់ផ្សារហ៊ុន Wall Street នៅពេលបិទផ្សារភាគហ៊ុននៅកម្ពុជាអនាគត S&P 500 បានធ្លាក់ចុះ 0.79%ខណៈ Nasdaq 100 បានធ្លាក់ចុះ 0.82% និងអនាគតដែលភ្ជាប់ទៅនឹង Dow Jones Industrial Average ក៏បានធ្លាក់ចុះ 318 ពិន្ទុឬ 0.81%អរគុណលោកអ្នកសម្រាប់ការទស្សនានេះគឺជាបច្ចុប្បន្នភាពទីផ្សារប្រចាំថ្ងៃសម្រាប់ថ្ងៃទី21ខែមេសា